សួរអ្នកទាំងអស់គ្នាបាទថ្ងៃនេះលោកគ្រូនឹងបង្ហាញបន្តទៀតតកតងទៅនឹងការរៀនវេយ្យាករណ៍ភាសាអង់គ្លេសបាទដែលតកតងទៅនឹង noun បាទដែលយើងបកថាជាភាសាខ្មែរថានាមបាទអញ្ចឹងនៅក្នុងវីដេអូមុននោះបាទលោកគ្រូបានបង្ហាញរួចហើយថាតើអ្វីទៅគឺជា noun បាទហើយ noun មានមុខងារអ្វីខ្លះហើយយើងក៏បានសិក្សាមុខងាររបស់វាចំនួន2រួចមកហើយដែរបាទឥឡូវយើងធ្វើការរំលឹកឡើងវិញបន្តិចបាទតើតើមានរបស់យើងបាទអញ្ចឹងយើងមើល noun ទី1គឺអាចទៅបានគេប្រើប្រាស់គឺជា subject បាទនេះ noun is used as the subject of a verb បាទគឺជាប្រធាននៃកិច្ចសព្ទតែម្ដងបាទទី1ណាទី2 noun របស់យើងគឺត្រូវបានគេប្រើប្រាស់ធ្វើជា object of verb បាទគឺជាកម្មបត្តិនៃកិរិយាសព្ទបាទអញ្ចឹងទី1ប្រើជាប្រធាននៃកិរិយាសព្ទទី2ប្រើជាកម្មបត្តិនៃកិរិយាសព្ទបាទអញ្ចឹងថ្ងៃនេះយើងបន្តមេរៀនទៅមុខទៀតគឺចូលដល់ចំណុចទី3នៃការប្រើប្រាស់របស់ noun ដែលគេហៅថា functions of noun so nouns ចំណុចទី3នេះគឺ noun is used as the object of preposition but noun is used as the object of preposition តើ noun ដែលយើងប្រើប្រាស់នេះ noun is used បាទ noun ត្រូវបានគេប្រើប្រាស់ជា as ជា the object បើជាកម្មបត្តិនៃ preposition បាទយល់ទេ preposition នៃធ្នាក់បាទនៃធ្នាក់អញ្ចឹងធ្វើជាកម្មបត្តិពីថាកម្មបត្តិមានរងអំពើពីធ្នាក់អញ្ចឹងយើងត្រូវស្គាល់ឲ្យបានច្បាស់ថាតើពាក្យណាខ្លះជាធ្នាក់បាទហើយពាក្យមួយណាជា noun ដើម្បីយើងសម្គាល់ថា noun នៅក្នុងប្រយោគហ្នឹងគឺជាកម្មបត្តិទីវារងអំពើទីណាវារងអំពើពីអ្វីបាទវារងអំពើពីកិរិយាសព្ទឬក៏រងអំពើពីអ្វីផ្សេងបាទប៉ុន្តែនៅក្នុងចំណុចនេះគឺ noun គឺត្រូវបានគេប្រើប្រាស់ជាអ្នករងអំពើបាទពីកម្មបត្តិបាទអញ្ចឹងយើងមើលទម្រង់ទាំងអស់គ្នាណានេះបាទនៅក្នុងប្រយោគវាអាចមាន subject មាន verb ហ្នឹងទៅគ្រូដាក់ចុចហ្នឹងដល់មករហូតដល់កន្លែងបូកជាមួយនឹង preposition បាទយើងដាក់ធ្នាក់មួយមកដល់មកយើងដាក់មួយ noun អញ្ចឹងមានន័យថា noun ដែលអាចធ្វើជា object បានគឺវាត្រូវនៅបន្ទាប់អំពី preposition ដូចយើងអស់នេះបានឃើញហើយបាទនេះ preposition របស់យើងបាទឃើញបាទហើយនេះគឺជា noun របស់យើងបាទ noun ហ្នឹងដាក់នៅក្នុងរង្វង់កញ្ចក់ហ្នឹងមានន័យថា noun ហ្នឹងទៅដើរតួជាកម្មបត្តិបាទជាកម្មបត្តិតើមកមានអីផ្សេងទៅហ្នឹងនៅក្នុងប្រយោគណាប៉ុន្តែគួរចង់បង្ហាញតែចំណុចកន្លែងហ្នឹងទេបាទកន្លែងថា noun ដាក់ noun នៅក្នុងប្រយោគទៅតើ noun ហ្នឹងមាន function វាជាអ្វីយើងចាត់ថ្នាក់វាជាអ្វីអាហ្នឹងគេហៅថា part of speech នោះបាទ noun មួយហ្នឹងដែលតួជាកម្មបត្តិឲ្យធ្នាក់ឲ្យ preposition របស់យើងហ្នឹងហើយគឺជាគេហៅថាសិក្សាអំពី part of speech បាទអញ្ចឹងយើងមើលយើងទៅនាំគ្នាទៅស្គាល់អំពីតើ noun ដែលប្រើជា object ហ្នឹងវាមានលក្ខណៈបែបណាក្នុងប្រយោគប៉ុន្តែជំហានដែលចំណុចដែលសំខាន់បំផុតទៀតនោះគឺទៅស្គាល់ថាពាក្យណាខ្លះគឺជា preposition ហើយយើងនឹងរៀនវានៅពេលក្រោយទៀតណាបាទឥឡូវយើងស្គាល់ខ្លះៗទៅចឹងយើងមើលខាងក្រោមនេះគេថា common preposition include បើ common នេះមានថា common សាមញ្ញធម្មតាណា preposition ហ្នឹងធ្នាក់អញ្ចឹងធ្នាក់សាមញ្ញធម្មតាមានធ្នាក់ដែលគេឧស្សាហ៍ប្រើប្រាស់នៅក្នុងការនិយាយជាប្រចាំថ្ងៃជាប្រចាំថ្ងៃសាមញ្ញធម្មតាហ្នឹងគេឲ្យឈ្មោះថាជា common prepositions include នោះរួមបញ្ចូលបាទ include ដាក់បញ្ចូលបាទមានអីខ្លះនិយាយរួមទៅយើងបកឲ្យសម្បូរនៃអក្សរសព្ទបានថាធ្នាក់ដែលគេប្រើប្រាស់ជាសាមញ្ញធម្មតាហ្នឹងរួមមានអីគេទីមួយពី in យើងហ្នឹងហើយ in បាទគឺសិតតែជា preposition on បាទ at under through with for to from about
behind during between បាទ between អញ្ចឹងពួកគេទាំងអស់នេះសុទ្ធតែជា preposition បាទឥឡូវយើងមើលពួកគេប្រើប្រាស់នៅក្នុងប្រយោគយ៉ាងដូចផ្លេចណាបាទតើវារងអំពើយ៉ាងម៉េចបាទវាជាកម្មបត្តិឲ្យយ៉ាងម៉េចឧទាហរណ៍ថា the cat slept on the bed the cat slept on the bed អស់នេះឃើញ preposition របស់យើងទេបាទ preposition របស់យើងគឺ on បាទគឺ on ណាគឺ on នេះពុដាក់នេះមួយឲ្យយើងអូខេនេះគឺជា preposition របស់យើង on បាទអូខេអញ្ចឹង noun ដែលនៅបន្ទាប់អំពី preposition របស់យើងគឺពាក្យគេ beds បាទ beds អញ្ចឹងមានន័យថាបើសិនជា beds គឺនៅខាងក្រោយពី preposition របស់យើងអញ្ចឹង bed ហ្នឹងគឺជាយើង bed ជា noun ទេវាជា noun ដែលស្អែកវាជាឈ្មោះនៃ thing នៃរបស់ប្រើប្រាស់បាទវាជា noun មែនប៉ុន្តែនៅពេលដែលវាប្រើប្រាស់នៅក្នុងប្រយោគបើវាទៅជាវាជារងអំពើបើវារងអំពើពីកម្មបត្តិរបស់យើងបាទគឺ on នៅលើក្រែឃើញទេបាទវារងអំពើបែបហ្នឹងណារងអំពើបែបហ្នឹងអញ្ចឹង the cat slept on the bed អញ្ចឹង on ជា preposition ហើយ bed នេះគឺជា noun ដែលវាមាន function វាជា object បាទដាក់ object ទៅឲ្យ preposition ហ្នឹងតែម្ដងបាទមិនបានត្រូវមានnoun មួយដែលត្រូវធ្វើជា object ទៅឲ្យ preposition ហ្នឹងហេតុអីយើងសួរសំតាហេតុអីបើសិនជាយើងមិនដាក់noun ធ្វើជា object ឲ្យ preposition ហ្នឹងទេមានន័យថា preposition ហ្នឹងគឺគាត់អត់មានន័យមិនពេញលេញទេបាទមានន័យមិនពេញលេញទេនេះអញ្ចឹងយើងពិបាកក្នុងការស្ដាប់ឧទាហរណ៍យើងដក noun អញ្ចឹងយើងកុំដាក់ object ឲ្យ on ហ្នឹង the cat slept on នឹង on អីបើយើងសាប់អត់បានមានថា incomplete បាទ incomplete meaning ណាអញ្ចឹងយើងត្រូវការដាក់ noun បាទដាក់ noun មួយដើម្បីឲ្យធ្វើមុខវិជ្ជាកម្មបត្តិឲ្យធ្នាក់មួយហ្នឹងបាទនឹងឲ្យយើងយល់អញ្ចឹងណាបាទហើយកម្មបត្តិដែលអាចដាក់ទៅជាកម្មបត្តិគឺ noun ហ្នឹងហើយបាទគឺ noun ហ្នឹងហើយយើងឲ្យដឹងហើយនិយមនៃ noun នោះបាទគឺជាឈ្មោះបាទវត្ថុបាទមនុស្សសត្វបាទអញ្ចឹង bed ហ្នឹងគឺជាវត្ថុហើយអូខេចំណុចទី2ឧទាហរណ៍ទី2 she walk through the park បាទ she walk through the park អញ្ចឹងយើងមើលពាក្យមួយណាគឺជា preposition បាទ preposition របស់យើងគឺ through បាទ noun របស់យើង park បាទ park ជាទីកន្លែងណាជា place បាទឈ្មោះទីកន្លែងបាទអញ្ចឹងទីកន្លែងបាទអញ្ចឹងពាក្យចឹង noun មួយដើរតួនាទីជាអីគេ park ជា noun ដើរតួនាទីជាអីគេបាទដើរតួនាទីជាកម្មបត្តិបាទជាកម្មបត្តិឲ្យpreposition របស់យើង through នេះឯងបាទសង្ឃឹមថាអស់គ្នាបាទយល់បាទអញ្ចឹងយើងឃើញណាអូខេអូខេអញ្ចឹងយល់ហើយបើសិនជាដកផាកនេះចេញបាទបើសិនយើងដកផាកនេះចេញដក noun នេះចេញធ្វើឲ្យ preposition របស់យើងហ្នឹងគឺมันមានន័យពេញលេញទេវាទៅជា incomplete meaning ហើយបាទហើយស្រួលយើងមកថាកាត់ឆ្លោះព្រោះថានាងគឺបានដើរកាត់បាទកាត់សួនច្បារបាទយើងដើរកាត់បីតែម្ដងបាទផាកសួនច្បារឧទាហរណ៍ទី3នៅក្នុង noun ដែលប្រើប្រាស់ជាកម្មបត្តិនៃស្នាក់របស់យើងហ្នឹងឧទាហរណ៍ we will meet after lunch we will meet each after lunch មានថាយើងនឹងជួបគ្នាបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់អញ្ចឹងយើងមើលពី after បាទ after ក៏ជា preposition ដែរបាទជា preposition ដែរតែបើតែវានៅក្នុង
ខាងលើលោកគ្រូអត់បានដាក់ណាប៉ុន្តែ option ហ្នឹងក៏ដើរតួនាទីជាpreposition ដែរបាទហើយក៏អាចមានមុខងារផ្សេងដែរអាស្រ័យទៅការប្រើប្រាស់របស់វានៅក្នុងប្រយោគបាទអញ្ចឹងយើងមើល lunch បាទ lunch ចំណុចគឺជាឈ្មោះម្ហូបបាទឈ្មោះម្ហូបគឺជា things គឺជាឈ្មោះម្ហូបអញ្ចឹងគឺជា noun អញ្ចឹងធ្វើជាបើជា noun នៅក្នុងប្រយោគហ្នឹងតើវាមានរងពើពីពាក្យណាមួយទេបាទមានរងពើពីពាក្យមួយគឺ after អញ្ចឹង after គឺជា preposition អញ្ចឹងយើងអាចសន្និបានថាយើងអាចសន្និដ្ឋានបានជារួមថាពាក្យទាំងឡាយណាដែលនៅខាងក្រោយ preposition បាទហើយជា noun បាទ noun នោះគឺជា object របស់ preposition នោះឯងបាទអាហ្នឹងគឺយើងអាចទាញអញ្ចឹងបានណាសង្ឃឹមថាអ្នកនរគ្នាយល់បាទចំពោះចុចមេរៀនសំទោសចំណុចមួយនេះបាទបើសិនជាអ្នកនរគ្នាមិនទាន់យល់អាចសួរបានណាបាទហើយកុំភ្លេចជួយចុច subscribe បាទ like និង share វីដេអូនេះមួយផងបាទអញ្ចឹងចំណុចទី3បានបញ្ចប់ឥឡូវយើងចូលទៅដល់ការប្រើប្រាស់ noun នៅចំណុចទី4បាទចំណុចទី4បាទនេះគឺជាការប្រើប្រាស់ noun នៅចំណុចទី4បាទចំណុចទី4គឺ noun is used as the substitute complement with linking verbs បាទ noun is used as a substitute complement with linking verbs ចឹងយើងមើលទៅស្គាល់សិនទៅស្គាល់ថាពាក្យថា substitute complement ហ្នឹងវាយ៉ាងម៉េចបាទហើយអាស្អីគេ linking verb ហ្នឹងបាទសិតតែជាពាក្យកន្លឹះដែលយើងត្រូវដឹងចឹងណាបាទ subjective យើងnóiគឺមកពី subject បាទប្រធានណាហើយ complement ហ្នឹងគឺបង្គ្រប់ន័យបាទអញ្ចឹងគឺដើរតួធ្វើជាអ្នកបង្គ្រប់ន័យទៅឲ្យប្រធានបាទនេះខ្លះហៅ nominative បាទ nominative អញ្ចឹងធ្វើជាប្រធានដើរតួជាប្រធានណាបង្គ្រប់ន័យឲ្យប្រធានអញ្ចឹងពាក្យទាំងឡាយណាដែលបង្គ្រប់ន័យទៅឲ្យប្រធានបាទប៉ុន្តែគ្រប់ន័យប្រធានហើយលុះត្រាតែវាប្រើជាមួយនឹងប្រភេទ linking verb បាទឥឡូវយើងយល់ហើយថា subjective complement គឺស្អីណាគឺវាបង្គ្រប់ន័យទៅឲ្យប្រធានមានថាដាក់ពាក្យក្នុងប្រយោគហ្នឹងពាក្យមួយណាដែលជាអ្នកគ្រប់ន័យឲ្យប្រធានធ្វើឲ្យប្រធានរបស់យើងវាមានន័យគ្រប់គ្រាន់ពេញលេញថែមទៀតប៉ុន្តែវាត្រូវប្រើជាមួយនឹង linking verb អញ្ចឹងអ្នកនរទៅតោងយល់ថាស្អីគេ linking verb ហ្នឹងឯងបាទនេះក្នុងប្រអប់នេះកុំអាមើលនេះសិន common linking verbs ដូចគ្នាដែរគឺជា linking verb ជាស្អីគេបាទយើងជាពាក្យបច្ចេកទេសជាពាក្យ term ដែលគេប្រើប្រាស់នៅក្នុង grammar អញ្ចឹងយើងថា linking verb ហ្នឹងទៅណាបាទអញ្ចឹង common ហ្នឹងគឺគេប្រើប្រាស់សាមញ្ញធម្មតាហ្នឹងចាំមើលពាក្យណាខ្លះដែលជាយើងអាចចាត់ទុកថាជា linking verb បាទពីព្រោះ linking verb ហ្នឹងជាទូទៅពាក្យនេះគឺវាអត់ត្រូវការកម្មបត្តិទេបាទគឺវាអត់ត្រូវការកម្មបត្តិទេពាក្យ linking verb ហ្នឹងឯងចាំមើលពាក្យអីខ្លះដែលយើងចាត់ទុកជា linking verb បាទចាំពេលយើងរៀនដល់ verb យើងរួចនឹងបង្ហាញបន្ថែមបាទ form of to be បាទអញ្ចឹងចំពោះគ្រប់ទម្រង់នៃគេសព្ទ to be ទាំងអស់គឺយើងត្រូវបានចាត់ទុកជា linking verb មានទោះជា to be ប្រើនៅក្នុងប្រយោគមានពាក្យ is ក៏ដោយ am ក៏ដោយ are ក៏ដោយ was ក៏ដោយ were ក៏បាន be ក៏បាន been ក៏បាន being ក៏បានបាទពាក្យទាំងអស់ហ្នឹងគ្រប់ទម្រង់នៃគេសព្ទ to be យើងទាំងអស់ហ្នឹងទាំងអស់នេះសិតតែត្រូវបានគេចាត់ទុកថាជា linking verb ពីព្រោះគេសព្ទទាំងអស់នេះគឺវាអត់ត្រូវការកម្មបត្តិទេហើយវាច្រើនតែប្រើទៅបាទគឺដើម្បីធ្វើការងារបង្គ្រប់ន័យទៅឲ្យប្រធានបាទហើយម្យ៉ាងទៀតប្រភេទ linking verb នេះគឺជាប្រភេទគេសព្ទដែលមិនបង្ហាញនៅសកម្មភាពពីបាទវាច្រើនបង្ហាញជានៅការដឹងនេះ sensory sensor គឺវិញ្ញាណបាទការដឹងឮជា state verb ជាគេសព្ទមួយដែលបង្ហាញពី
សភាវៈណាមួយស្ថានភាពណាមួយណាសភាវៈណាមួយគឺតាមរយៈការដឹងអត់បានទៅធ្វើសកម្មភាពទាំងអស់ហ្នឹងទេ sensory យ៉ាងដែរគឺ state verb គឺជាសព្ទមួយដែលអត់ធ្វើសកម្មភាពទេគឺវាទៅតាមរយៈការដឹងរឿងរ៉ាវតាមរយៈគេសព្ទទាំងអស់ហ្នឹងឧទាហរណ៍ become វាអត់មានធ្វើអំពើអីទេគឺមានថាគឺជាលក្ខណៈការដឹងណា become seem appear remain look feel បាទ feel នេះ taste smell sound បាទពីច្រើនគឺសុទ្ធតែជា linking verb បាទ when used to show states of being okay rather than an action but state of being នេះអានេះមានន័យថាគឺជា sensory ឬជា state verb មានន័យគឺជាគេសព្ទដែលមិនប្រើនៅក្នុង present continuous ឬក៏បង្ហាញពីសកម្មភាពទេបាទនេះ rather than នេះជាជាងណាជាជាងសកម្មភាពបាទដូចជាមើលយើងអាចធ្វើការបកបានណាដូចជាពាក្យ become คล้ายជា seem ហាក់បីដូចជាឃើញអត់បង្ហាញពីសកម្មភាពទេ appear បាទវត្តមានឡើងបាទឬក៏លេចឡើងអូខេ remain នៅតែ look បាទ look ហ្នឹងមានលក្ខណៈដូចចឹងទៅបាទfeel បាទមានអារម្មណ៍បាទអារម្មណ៍ taste មានរសជាតិ smell ធំក្លិនមិនមែនយើងទទួលបានទៅយើងអត់ធ្វើទៅហ្នឹងយើងបើយើងហិតក្លិនអាហ្នឹងយើងធ្វើអំពើប៉ុន្តែបើថាយើងធំក្លិនគឺយើងរងអំពើវា receive វិញណាហើយយើងគេសាប់ទាំងអស់នេះពេលខ្លះវាអាចបង្ហាញពីសកម្មភាពផងដែរបាទប៉ុន្តែនោះចាំយើងសង្កេតគ្នានៅពេលខាងក្រោយបាទ sound បាទ sound ហ្នឹងយើងบอกថាយើងឮសំឡេងបាទឮសំឡេងយើងឮយើងអត់ធ្វើសកម្មភាពទេវាคลายមកវា cam คลายមកហើយដូចជាវាវត្តមានឡើងបាទអភិវត្តមានឡើងវាលេចឡើងយើងអត់ទៅធ្វើសកម្មភាពហ្នឹងទេបាទចឹងនេះគឺជាប្រភេទ linking verb បាទនេះ linking verb ដាក់ពណ៌នេះដើម្បីឲ្យយើងដឹងណាថា linking verb ចឹងយើងប្រើ noun បាទយើងប្រើ noun ដើម្បីបញ្ជាក់ន័យទៅឲ្យប្រធានប៉ុន្តែ noun ហ្នឹងដូចឲ្យទៅបញ្ជាក់ន័យឲ្យប្រធានបានលោកតាយើងប្រើជាមួយនឹង linking verb ទៅអាច noun ហ្នឹងគេគេឲ្យមុខងារវាថាជា subjective complement ឥឡូវយើងមើលតម្រងខាងលើនេះមានក្នុងប្រអប់នេះដាក់ subject ចឹងមកបាទប្រយោគដាក់ subject មកបាទដាក់ subject ចឹងមករំឲ្យយើងដាក់បាទនេះជា subject បាទនេះគឺជា linking verb របស់យើងបាទឃើញទេហើយនេះគឺជា subjective complement អ្វីដែលយើងចង់ដឹងគឺវាជាចង់ស្គាល់ថាតើ noun មួយនេះបាទ noun មួយនឹងដើរតួនាទីជាអីបាទគឺវាជា subjective complement មានថាវាទៅឲ្យឈ្មោះសារឡើងវិញឬក៏ផ្ដល់ព័ត៌មានបន្ថែមទៅលើ subject របស់យើងឯងបាទអាហ្នឹងមាន subjective complement មានន័យអញ្ចឹងណាផ្ដល់ឈ្មោះឬផ្ដល់ព័ត៌មានបន្ថែមឬក៏កំណត់អត្ថន័យឡើងវិញទៅលើ subject របស់យើងឥឡូវយើងមើលឧទាហរណ៍របស់យើងបាទលោកគ្រូលើកយកឧទាហរណ៍3ឧទាហរណ៍ថា Mr. Supip is a teacher Mr. Supip is a teacher ជាមកពី teacher គឺជា noun បាទ teacher គឺជា noun អញ្ចឹង teacher ហ្នឹងហើយគឺជា subjective complement មិនបានថាជា subjective complement បាទ teacher ហ្នឹងគឺជា subjective complement ដោយសារអីដោយសារយើងមើលនេះអាណា linking verb របស់យើងបាទlinking verb របស់យើងបាទ linking verb របស់យើងគឺពាក្យអីគេបាទ linking verb របស់យើងគឺពាក្យ is បាទនេះ is នេះគឺជា linking verb របស់យើងហើយណា subject របស់យើងបាទ subject របស់យើងគឺ Mr. Supip ឃើញទេអញ្ចឹងសួរថាវាបង្កប់ន័យឲ្យប្រធានយ៉ាងម៉េចសួរថានេះ rename នេះ
នេះសុភាពហ្នឹងហើយនឹង teacher គឺជាមនុស្សតែមួយមានថា teacher ប្រកបដោយឲ្យសុភាពពុសុភាពជាណាដែលដើរតួជាប្រធានឲ្យគេស័ព្ទអ៊ីនេះឯងឃើញទេអញ្ចឹងវានៅបង្គ្រប់ន័យគេនេះថាប្រកបដោយថាមិនសុភាពជាណាគេបាទជាគ្រូបងរៀនបាទហ្នឹងហើយបង្គ្រប់ន័យឲ្យសុភាពទាំងបាទកន្លែងហ្នឹងហើយបាទសង្ឃឹមបងប្អូននេះយល់ណាហើយប្រយោគខាងក្រោមដូចតែគ្នាទេគឺ my daughter became a doctor អញ្ចឹង doctor នេះ a doctor វាបង្កប់ន័យទៅឲ្យពាក្យ daughter ពីណាគេជាកូនស្រីខ្ញុំគឺគាត់ជា doctor ឃើញទេបង្កប់ន័យឲ្យ my daughter ហ្នឹងហើយ became នេះគឺជា linking verb យើងប្រើក្នុងទម្រង់អី ten មួយណាក៏បានដែរបច្ចុប្បន្នកាលក៏បានតែកាលបានអនាគតកាលក៏បានបាទអូខេឥឡូវមួយចំណុចទៀតគឺ Angkor Wat remains the national symbol បាទអញ្ចឹងពាក្យថា symbol សញ្ញាហ្នឹងបាទនិមិត្តសញ្ញាជាតិរបស់យើងហ្នឹងគឺអ្វីបាទ national symbol របស់យើងបាទគឺ Angkor Wat ចឹង Angkor Wat គឺជានិមិត្តសញ្ញាឲ្យជាតិហើយពាក្យ remain នេះគឺជា linking verb បាទអញ្ចឹងឧទាហរណ៍យល់តែមួយនេះខាងក្រោមគឺយល់ទាំងអស់តែម្ដងបាទយ៉ាងមិនដែរបាទអ្នកសិក្សាទាំងអស់គ្នាយើងយល់ទេបើសិនជាយើងមិនយល់ទេយើងអាចមើលម្ដងហើយពេលទីនេះយើងមើលម្ដងទៀតបានណាហើយគ្រូថែមមួយចំណុចចុះបាទដើម្បីយើងបញ្ចប់មេរបស់យើងថ្ងៃហ្នឹងគឺបាទនេះគឺជាប្រភេទnoun បាទ noun ដែរប៉ុន្តែគឺការប្រើប្រាស់នៅចំណុចទី5គឺ noun is used as objective complement បាទខាងលើហ្នឹង subjective complement អានេះ objective complement បាទសង្កេតទេណា complement បាទ objective complement ដូចគ្នាដែរមិនខុសពី subjective complement ទេ objective complement មានន័យគឺវាបង្គ្រប់អត្ថន័យទៅឲ្យ object នៅក្នុងប្រយោគអញ្ចឹងយើងទៅរកស្វែងរកកិច្ចសព្ទមួយណាដែលត្រូវការកម្មបទហើយកម្មបទហ្នឹងបាទគឺវាយ៉ាងម៉េចបាទឥឡូវយើងមើលអស់គ្នាបាទយ៉ាតារាងនេះកុំអានមើលណាកុំអានមើលយើងមើលនេះសិនបាទមើលការពិពណ៌នេះគេនេះសិនបាទអញ្ចឹង objective complement only appear with specific transitive verbs that involve making naming calling electing appointing or considering អញ្ចឹងពីថា objective complement នេះបាទគឺវាមានឡើងវាលេចឡើង appear ដែរappear វាវត្តមានឡើងបានតែជាមួយនឹងប្រភេទគេហៅថា specific transitive verb បាទវាមានវត្តមានឡើងទៅលើតែប្រភេទ transitive verb គឺជាបទគេសព្ទសកម្មគឺជាប្រភេទគេសព្ទដែលត្រូវការកម្មបទអញ្ចឹងចំពោះ noun ដែលអាចប្រើធ្វើជា objective complement បាននៅពេលណាគឺនៅពេលដែលវាមានវត្តមានតែជាមួយនឹងគេប្រភេទគេសព្ទសកម្មជាលក្ខណៈមួយប៉ុណ្ណោះបាទមិនមែនជាលក្ខណៈគ្រប់តែ transitive verb នោះទេណាបាទអញ្ចឹង transitive verb យើងនឹងរៀនវានៅក្នុងមេរៀនក្រោយទៀតដែរគាត់លើគាត់យើងចាំថា transitive verb ស្អីគេគឺជាប្រភេទគេសព្ទសកម្មដែលមានថាជាប្រភេទគេសព្ទទៅការកម្មបទបាទមានមួយចំនួនដែរបាទមានមួយចំនួនទេមិនទាំងអស់ទេហើយជាក់លាក់បំផុតបាទtransitive verb ទាំងអស់នោះគឺវាចូលរួមពាក់ព័ន្ធបាទ involve ពាក់ព័ន្ធទៅនឹងការផលិតឬបង្កើតបាទអញ្ចឹងគេ substantive verb ដែលពាក់ព័ន្ធទៅនឹងការផលិតការបង្កើតការផ្ដល់ឈ្មោះការហៅការបោះឆ្នោតការតែងតាំងឬក៏ការចាប់ទុកបាទការទាំងអស់ហ្នឹងគឺកណ្ដាលគេ sub ដែល transitive verb របស់យើងពាក់ព័ន្ធជាមួយទាំងអស់ហ្នឹង
ពេលនោះហើយយើងអាចប្រើប្រាស់ noun ធ្វើជា objective complement បានឥឡូវយើងមើលគេស័ព្ទទាំងអស់នោះមានដូចជាពាក្យ make បាទ call name elect appoint consider declare choose vote label find អូខេចឹងទាំងអស់នេះណាដែលយើងអាចប្រើប្រាស់ធ្វើជាឲ្យ noun ជា objective complement បានបាទឥឡូវយើងមើលនេះយើងមើលប្រអប់ខាងលើនេះវិញគេដាក់ subject មកនៅក្នុងប្រយោគនោះវាមាន subject មកដាក់ TV of បាទ TV នេះគឺសំដៅទៅលើនេះ transitive verb of incomplete បាទចាំយើងសិក្សាបន្ថែមអានេះណាអញ្ចឹងយើងដឹងថាជាភាព transitive verb ទៅមកយើងបូកជាមួយ object មួយបាទដាក់ object មួយសិនមកអូខេ object នេះមួយបាទ object នេះមួយទៅមកមាន noun មួយទៀតបាទដែលអាចដើរតួនាទីជា objective complement អា noun នេះអា noun ចុងក្រោយនេះឥឡូវយើងមើលទីហោបងយើងយល់បាទអូខេឥឡូវយើងមើលថា the committees elected Suphip president committees elected Suphip president មានថាគណៈកម្មការបាទគឺគាត់បានបោះឆ្នោតបាទ elected បោះឆ្នោតឬក៏ជ្រើសរើសបាទជ្រើសរើសសុភាពហ្នឹងជា president បាទអញ្ចឹងសុភាពហ្នឹងពីណាគេគឺ president គឺសុភាពបាទអញ្ចឹងមានពាក្យសុភាពនេះគឺវាបង្កប់ន័យពាក្យpresident នេះគឺវាបង្កប់ន័យទៅឲ្យសុភាពនេះឯងយេអញ្ចឹងលោកគ្រូដាក់ទៅចេះបានយើងយល់ច្បាស់អញ្ចឹងអា objective complement របស់យើងគឺពាក្យសុភាពបាទហើយចំណែកឯ object របស់យើងគឺអត់ទៅ objective complement របស់យើងគឺ president ចំណែកឯ object របស់យើងនេះគឺជាសុភាពបាទហើយ TV of incomplete ហ្នឹងគឺជាប្រភេទគេស័ព្ទដែលត្រូវការកំបត់ហ្នឹងគឺពាក្យនេះ elect នេះបាទហើយបន្តមកទៀតនោះបាទ subject របស់យើងហ្នឹងគឺ committee ឃើញទេបាទយើងយល់ឧទាហរណ៍មួយហ្នឹងក្រុមផ្សេងទៀតក៏យើងយល់ដែរបីថាមិនមានថានេះជា verb ជា transitive verb អូខេហើយនេះគឺជាកម្មបត្តិវាជា noun ទេប៉ុន្តែដើរតួជាកម្មបត្តិឲ្យគេសព elect ប៉ុន្តែគឺយើងប្រើ noun មួយទៀតដើម្បីបង្គ្រប់អត្ថន័យឲ្យប្រធានបើសិនជាយើងមិនប្រើ objective complement ទេប្រយោគដែលយើងប្រើហ្នឹងគឺវាអត់មានន័យគ្រប់គ្រាន់ទេឥឡូវថាយើងអត់ប្រើពាក្យ president និយាយថា the committee elected សុភាពឃើញទេវាគណៈកម្មការជ្រើសរើសសុភាពហ្នឹងជ្រើសរើសយកមកធ្វើអីជាអីយើងអត់វាអត់មានន័យពេញលេញអញ្ចឹងណាអញ្ចឹងយើងត្រូវការប្រើប្រាស់ noun ហើយ noun ហ្នឹងវា noun ហ្នឹងវាជាឈ្មោះនៃមនុស្សហ្នឹងប៉ុន្តែដល់ពេលយកមកប្រើនៅក្នុងប្រយោគហ្នឹងវាទៅជាបង្កប់ន័យឲ្យសុភាពអញ្ចឹងសុភាពបង្កប់ន័យសុភាពហើយសុភាពវាជាកម្មបត្តិជា object អញ្ចឹងវាបានយើងចាត់ទុកថាវាជា object complement តែម្ដងបាទយល់ហើយហ្នឹងបាទដូចគ្នាដែរ they name their daughter ស្រីនាងបាទពួកគេឲ្យឈ្មោះបាទកូនស្រីរបស់ពួកគេថាជាស្រីនាងអញ្ចឹងស្រីនាងគឺជា objective complement បញ្ជាក់ន័យឲ្យ object របស់យើង daughter តែ daughter ហ្នឹងគឺជា noun ដែលដើរតួជា object ឲ្យគេស័ព្ទរបស់យើងគឺ name មិនអញ្ចឹងwe consider Angkor Wat as a masterpiece បាទអញ្ចឹង masterpiece គឺជា objective complement បាទដែលវាបង្កប់ន័យទៅឲ្យវា complement ទៅឲ្យ Angkor Wat ហើយ Angkor Wat គឺជា object ឲ្យគេស័ព្ទ consider បាទអានឹងមានប៉ុណ្ណឹងណាឃើញអញ្ចឹងការបង្ហាញរបស់លោកគ្រូតទៅនឹង noun នេះគឺមានប៉ុណ្ណឹងឯងបាទចឹងគូមានប៉ុណ្ណឹងទេបាទសូមអរគុណច្រើនសូមជម្រាបលាបាទ